សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាត់កំបាំង KH នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិអ្នកបុរាណវិទូបានរកឃើញវត្ថុមួយចំនួនដែលគេឲ្យរហស្សនាមថា Out of Place Artifacts ឬវត្ថុបុរាណដែលមិនគួរមានវត្តមាននៅក្នុងសម័យកាលនោះឡើយវាគឺជាភស្តុតាងដែលបង្ហាញពីបច្ចេកវិទ្យាដ៏ខ្ពង់ខ្ពស់ដូចជាអាគុយអំពូលភ្លើងនិងសូម្បីតែម៉ាស៊ីនកុំព្យូទ័រដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយតើមនុស្សបុរាណពិតជាខ្លាំងពូកែដល់ថ្នាក់នេះឬក៏មានអាត់កំបាំងអ្វីផ្សេងនៅពីក្រោយថ្ងៃនេះយើងនឹងទៅស្វែងយល់ពីកម្ពុជាវត្ថុបុរាណអាត់កំបាំងទាំង5ទាំងអស់គ្នា1សសរដែកមិនចេះច្រេះស្ថិតនៅក្នុងទីក្រុង Delhi ប្រទេសឥណ្ឌាសសរដែកដ៏ធំមួយដែលមានកម្ពស់ជាង7ម៉ែត្រនិងមានអាយុកាលជាង1600ឆ្នាំបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ជាខ្លាំងទោះបីជាវាត្រូវបានគេដាក់ហាខ្យល់ហាភ្លៀងអស់រយៈពេលរាប់សតវត្សរ៍ក៏ដោយប៉ុន្តែសសរដែកនេះមិនមានដុះច្រេះសូម្បីតែបន្តិចការវិភាគបានបង្ហាញថាដែកនេះមានកម្រិតបរិសុទ្ធខ្ពស់បំផុតនិងមានស្រទាប់ការពារម្យ៉ាងដែលកើតចេញពីបច្ចេកទេសលោហៈធាតុដ៏ស្មុគស្មាញដែលសូម្បីតែបច្ចេកវិទ្យាទំនើបក៏ពិបាកនឹងធ្វើតាមដែរ2បក្សីសាការ៉ាបក្សីសាការ៉ាត្រូវបានរកឃើញនៅក្នុងភ្នៅបុរាណនាប្រទេសអេស៊ីបវត្ថុធ្វើពីឈើដែលមានអាយុកាលជាង2200ឆ្នាំមួយនេះមើលទៅហាក់បីដូចជាបក្សីធម្មតាប៉ុន្តែបើពិនិត្យឲ្យស៊ីជម្រៅវាមានលក្ខណៈបច្ចេកទេសដូចជាយន្តហោះកញ្ឆែតឬ glider បេះបិទវាមានស្លាបរាបស្មើនិងកន្ទុយបញ្ឈរដែលត្រឹមត្រូវតាមច្បាប់ឌីណាមិកអាកាសអ្នកស្រាវជ្រាវមួយចំនួនបានលើកឡើងថានេះអាចជាគំរូនៃឧបករណ៍ហោះហើរដែលមនុស្សអេស៊ីបបុរាណធ្លាប់បានប្រើប្រាស់កាលពី2000ឆ្នាំមុន3បាត់ដាតបាក់តេរីនៅក្នុងឆ្នាំ1936ពិភពលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅការរកឃើញក្អមដីឥដ្ឋដែលមានអាយុកាលជាង2000ឆ្នាំនៅជិតទីក្រុងបាដាតនៅខាងក្នុងក្អមនោះមានបំពង់ស្ពាន់និងដំបងដែកដែលនៅពេលគេដាក់សារធាតុអាស៊ីតដូចជាទឹកខ្មេះចូលទៅវាក៏អាចបង្កើតជាចរន្តអគ្គិសនីបានភ្លាមភស្តុតាងនេះបាននាំឲ្យមានការសន្និដ្ឋានថាមនុស្សបុរាណប្រហែលជាស្គាល់និងប្រើប្រាស់អគ្គិសនីសម្រាប់ធ្វើការស្រោបលោហៈធាតុតាំងពីយូរលង់ណាស់មកហើយមុនពេលពិភពលោកសម័យថ្មីរកឃើញវាទៅទៀត4អំពូលភ្លើង Dendera នៅលើជញ្ជាំងក្រោមដីនៃប្រាសាទហាធរក្នុងប្រទេសអេស៊ីបមានរូបចម្លាក់ដ៏អាតកំបាំងមួយដែលមើលទៅដូចជាមនុស្សកំពុងកាន់អំពូលភ្លើងយក្សដែលមានខ្សែភ្លើងតភ្ជាប់ទៅកាន់ម៉ាស៊ីនអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅក្នុងបន្ទប់ងងឹតស្លុបនៃប្រាសាទនេះគេមិនដែលរកឃើញស្នាមផ្សែងភ្លើងពីចង្កៀងប្រេងទាល់តែសោះដែលនេះបានយោងទៅលើទ្រឹស្ដីថាមនុស្សសម័យនោះប្រហែលជាមានបច្ចេកវិទ្យាបំភ្លឺដោយប្រើអគ្គិសនីរួចទៅហើយ5ម៉ាស៊ីន Antikythera ចំណុចកំពូលនៃអាថ៌កំបាំងគឺឧបករណ៍ដែលត្រូវបានរកឃើញនៅក្នុងកប៉ាល់លិចក្បែរកោះ Antikythera នៃប្រទេសក្រិកវាគឺជាឧបករណ៍ធ្វើពីលោហៈដែលមានធ្មេញរសើរជាង30ជាន់ភ្ជាប់គ្នាដោយបច្ចេកទេសដ៏ស្មុគស្មាញបំផុតដើម្បីគណនាចលនាផ្កាយនិងព្រះអាទិត្យយ៉ាងច្បាស់លាស់អ្នកវិទ្យាសាស្ត្របានចាត់ទុកវាថាជាកុំព្យូទ័រអាណាឡុកដំបូងបង្អស់របស់ពិភពលោកអ្វីដែលហួសពីការស្មាននោះគឺបច្ចេកវិទ្យាដ៏ខ្ពង់ខ្ពស់បែបនេះមនុស្សជាតិទើបតែអាចបង្កើតវាបានឡើងវិញនៅរយៈពេល1500ឆ្នាំក្រោយប៉ុណ្ណោះតើនរណាជាអ្នកផ្ដល់ចំណេះដឹងនេះដល់មនុស្សសម័យនោះបាទទាំងនេះគឺជាកម្ពុជាវត្ថុបុរាណដែលនៅតែជាប្រស្នាសម្រាប់វិទ្យាសាស្ត្ររហូតដល់សព្វថ្ងៃតើបងប្អូនជឿថាមនុស្សបុរាណពិតជាមានបច្ចេកវិទ្យាទំនើបទាំងនេះមែនដែរឬទេកុំភ្លេចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះប្រសិនបើបងប្អូនចូលចិត្តវីដេអូស្វែងយល់ពីអាថ៌កំបាំងបែបនេះសូមកុំភ្លេចចុច like និង Subscribe Channel ពិភពអាថ៌កំបាំង KH ដើម្បីទទួលបានព័ត៌មានប្លែកៗនៅថ្ងៃក្រោយសូមអរគុណសម្រាប់ការតាមដានទស្សនានិងជួបគ្នានៅវីដេអូបន្ទាប់